បាទនៅក្នុងវីដេអូនេះយើងនឹងនិយាយអំពីរបៀបក្នុងការដំឡើង Git និង GitHub នៅលើកុំព្យូទ័ររបស់យើងហើយនឹងការប្រើប្រាស់នៅ Visual Code ដើម្បីភ្ជាប់ជាមួយនឹង Git ហើយនឹង GitHub បាទអញ្ចឹងជាដំបូងគឺយើងត្រូវធ្វើការ download នៅ software Git នេះបាទពី website មួយនេះបាទឬមួយក៏យើងអាចធ្វើការបាទ open នៅVisual Code របស់យើងហើយបន្ទាប់មកយើងចូលមកកន្លែង source control នេះបាទហើយយើងចុចយកពាក្យថា download Git for Windows ជាងពេលដែលយើងចុចមកវានឹង pop up នៅ message មួយហើយយើងចុច open ទៅអញ្ចឹងវានឹងមកបើកដល់ website នេះតែម្ដងបាទអញ្ចឹងយើងអាច type URL នេះក៏បានឬក៏យើងប្រើតាមរយៈ Visual Code ក៏បានបាទហើយបន្តមកទៀតនៅក្នុង website នេះគឺយើងអាចធ្វើការ download នៅលក្ខណៈជា package សម្រាប់ set up នៅលើ Windows ឬមួយក៏យើងអាចធ្វើការ download នៅ package លក្ខណៈជា portable បាទអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹង download យក package សម្រាប់ធ្វើការ set up នៅលើ Windows អញ្ចឹងដោយសារកុំព្យូទ័រនេះជាកុំព្យូទ័រ64 bit ដូច្នេះយើងនឹងធ្វើការ download នៅ package 64 bit Git for Windows Setup បាទអញ្ចឹងយើងคลิกលើនឹងមកបាទអញ្ចឹងយើងនឹងធ្វើការ download បាទវាមានទំហំ67 MB បន្ទាប់ពីយើងធ្វើការ download ហើយយើងនឹងធ្វើការ set up វាតែម្ដង file នេះជា file exe បាទអញ្ចឹងយើងអាចធ្វើការ run ជាមួយនឹង Windows បានអូខេអញ្ចឹងនេះគឺជា software Git បាទដែលយើងបាន download មកមិញហ្នឹង64 bit version របស់វាគឺ 2.49.0 អូខេអញ្ចឹងយើងអាច double click វាតែម្ដងដើម្បី run វា set up ចូលក្នុងកុំព្យូទ័ររបស់យើងបាទអូខេនេះអញ្ចឹងអត់អីពិបាកទេនៅក្នុងការ set up Git នេះគឺយើងគ្រាន់តែ next ទៅបាទយើង next ហើយយើង next ទៀតនេះគឺវា install នៅក្នុង program file បាទយើង next ទៀតអញ្ចឹងក្នុងករណីដែលវាមានហើយគឺយើងអាច set ភ្ជាន់លើវាតែម្ដងក៏បានបើសិនជាវាអត់ទាន់មានទេវាអត់ load ចឹងទេណាในករណីនេះវាមានជាប់វាមានយើងបាន uninstall ហើយក៏ប៉ុន្តែវានៅមាន folder នៅជាប់ក្នុង program file បាទអូខេអញ្ចឹងនៅក្នុងនេះអត់មានបញ្ហាទេយើងអាច yes ទៅគឺវានឹង override ទៅលើ folder ហ្នឹងបាទអូខេដល់ចំណុចនេះគឺយើងអាចចុចយកកន្លែង on desktop មានន័យថាពេលដែលយើង set up វានឹងបង្កើតជា shortcut មួយនៅលើ desktop របស់យើងបាទហើយយើងអាចធ្វើការ check នៅ Git បាទ update បាទហើយក៏យើងអាចធ្វើការ add Git pass នេះទៅក្នុង Windows Terminal បានដែរបាទអញ្ចឹងយើងអាចcheck ទាំងអស់តែម្ដងបាទគ្រប់ feature របស់វាហើយយើងចុច next បាទអញ្ចឹងកន្លែងនេះគឺវានឹងបង្កើតឈ្មោះមួយនៅលើបាទជាឈ្មោះ folders មួយដែលមានឈ្មោះថា Git ហ្នឹងអញ្ចឹងបើសិនជាយើងអត់មានទឹកការផ្លាស់ប្ដូរអីទេគឺយើងបាទអាចចុច next តែម្ដងបាទបន្តមកទៀតកន្លែងនេះគឺបាទកន្លែងនេះគឺយើងធ្វើការ select យកបាទនេះ use the Visual Studio Code បាទ as Git default editor បាទយើងយកមួយនេះ select យកមួយនេះបាទអញ្ចឹងប្រើប្រាស់នៅ Visual Code ជា Git default editor បាទហើយយើងចុច next ទៀតកន្លែងនេះយើងអត់មានផ្លាស់ប្ដូរអីទេ
ចឹងយើងអាចចុច next ទៀតបាទចឹងកន្លែងនេះក៏យើងអត់មានផ្លាស់ប្ដូរដែរគឺយើងយក option default របស់វានេះវា recommend ឲ្យយើងបាទចឹងយើង next ទៀតអូខេចឹងកន្លែងនេះគឺយើងប្រើប្រាស់នៅ bundle OpenSSH បាទចឹងយើងអត់មានផ្លាស់ប្ដូរទេយើង next ទៀតបាទចឹងកន្លែងនេះគឺយើងអត់មានធ្វើការផ្លាស់ប្ដូរដែរគឺយើងយក option ទី2បាទហើយយើង next ទៀតកន្លែងនេះក៏យើងអត់មានផ្លាស់ប្ដូរទេបាទគឺយើង next ទៀតបាទ next ទៀត next ទៀតអូខេ next ទៀតបាទអញ្ចឹង install បាទអញ្ចឹងយើងចាប់ដើម install Git របស់យើងទៅលើ computerអូខេអញ្ចឹងយើង install ចប់ហើយបាទអញ្ចឹងយើងអាចចុច finish បាទអញ្ចឹងនេះគឺជាព័ត៌មានគេហៅថា release note វាមួយចំនួនបាទពាក់ព័ន្ធនឹង version ថ្មីនេះគឺ 2.49 បាទអញ្ចឹងអត់អីទេយើងបិទចោលចុះនេះបន្តមកទៀតយើងនឹងទៅបើក Git បាទ bash មួយដែលវានឹងបានបង្កើតនៅលើ desktop របស់យើងអូខេអញ្ចឹងនេះគឺជា Git bash របស់យើងជា command line បាទយើងអាច open អាហ្នឹងមកដើម្បីយើង test មើលតើGit របស់យើងបាន install នៅលើ computer របស់យើងហើយឬនៅបាទអញ្ចឹងយើងអាច check version របស់ Git បានដោយយើងប្រើ command បាទយើងវាយមក git version នេះអញ្ចឹងត្រូវហើយ version ដែលយើង set up មិញហ្នឹងគឺ version 2.49.0 បាទនៅលើ Windows អូខេអញ្ចឹងជាបន្តមកទៀតយើងនឹងប្រើប្រាស់នៅបាទ VS Code របស់យើងដើម្បីបង្កើត project ហើយនឹងធ្វើការជាមួយនឹង Git បាទដែលយើងបាន install មិញនេះអូខេអញ្ចឹងយើង close VS Code នេះសិនទៅហើយយើងនឹងបើកឡើងវិញម្ដងទៀតបាទយើងនឹង open វាម្ដងទៀតអូខេអញ្ចឹងជាបន្តគឺយើងបានបើកនៅ VS Code របស់យើងសារជាថ្មីបាទអញ្ចឹងបន្តមកទៀតយើងចុច open folder បាទបន្តមកយើងនឹងទៅបង្កើត project មួយបាទអញ្ចឹងក្នុងវីដេអូនេះយើងនឹងបង្កើត project មួយ folder សម្រាប់ project មួយគឺនៅក្នុង Drive D បាទអញ្ចឹងយើងបង្កើត new folders មកយើងដាក់ថា my projects អូខេអញ្ចឹងយើងដាក់ឈ្មោះអីក៏បានដែរនេះជាឈ្មោះ project របស់យើងបាទហើយយើងដាក់នៅទីតាំងណាក៏បាននៅក្នុង computer របស់យើងបាទជា drive សម្រាប់ store data របស់យើងអូខេអញ្ចឹងយើង open select យក folder នេះមកបាទអញ្ចឹងបន្តមកទៀតយើងចុចនៅកន្លែង source control បាទអញ្ចឹងនៅក្នុង source control នេះគឺយើងនឹងធ្វើការបាទ initialize នៅ repository របស់យើងទៅក្នុង folders my project របស់យើងមិញនេះអូខេអញ្ចឹងឥឡូវនេះនៅក្នុង folder my project របស់យើងបានភ្ជាប់ជាមួយនឹង Git រួចរាល់អញ្ចឹងយើងសាកល្បងធ្វើការបង្កើតនៅ file មួយបាទឥឡូវយើងបង្កើត file index.html អូខេហើយយើងអាចថាវាយ tag command tag html tag តិចមកអូខេបាទហើយយើង save អ
តមកយើងនឹងឃើញនៅកន្លែង source control នេះវានឹង load ចេញមកមួយគេដាក់ pending change យើងមើលឃើញឡើយនេះណាគេដាក់ one pending change មានន័យថាយើងបានធ្វើការ update ឬក៏ change ទៅលើផ្នែកណាមួយបាទអញ្ចឹងបើយើងចុចមកក្នុងកន្លែងហ្នឹងគឺយើងនឹងឃើញ file index ហ្នឹងដែលយើងធ្វើការផ្លាស់ប្ដូរដែលមានការ update បន្ថែមអញ្ចឹងកន្លែងនេះយើងអាចធ្វើការ commit បាទជាធម្មតាគឺយើងនឹងធ្វើការ commit នេះនៅពេលដែលយើង build project ធ្វើ project របស់យើងចប់សពគ្រប់បាទប៉ុន្តែនៅក្នុងនេះយើងតេស្តគឺយើងអាចធ្វើសាកល្បងម្ដងមួយឥឡូវយើងចុចនៅក្នុងយើងចុច commit នេះមកបាទអញ្ចឹងកន្លែងនេះគេនឹងឲ្យយើងវាយនៅ comment ណាមួយដើម្បីងាយស្រួលយើងក្នុងការតាមដាននៅការ commit code របស់យើងបាទអញ្ចឹងឧទាហរណ៍ថានៅក្នុងនេះយើងប្រើពាក្យថា update បាទអញ្ចឹងជាទូទៅយើងប្រើពាក្យ update ទៅ update ហើយយើងវាយថ្ងៃបាទថ្ងៃហ្នឹងថ្ងៃទី27បាទខែ4ឆ្នាំ2025ហើយយើង commit code នេះនៅម៉ោងប្រហែលអញ្ចឹងយើង commit នៅម៉ោងបាទ9:57នាទី PM អញ្ចឹងហើយបើសិនជាយើង commit ដោយ developer មួយណាទៀតយើងអាចដាក់ឈ្មោះ developer របស់យើងបាទ Dara អញ្ចឹងទៅថតអូខេអញ្ចឹងយើងចុច commit ទៅកន្លែងនេះយើងចុច accept commit message ហើយចុច save អូខេនេះគឺវានឹង load ចេញនៅខាងក្រោមនេះដើម្បីងាយស្រួលក្នុងការតាមដានអញ្ចឹងបើសិនជាយើងមានការ commit បន្តទៀតវានឹង load ចេញបន្តទៀតនៅខាងក្រោមនេះអូខេឥឡូវយើងសាកល្បងក្នុងការបន្ថែមទៀតថាឥឡូវយើងបង្កើត folders CSS អូខេហើយយើងបង្កើត folders មួយទៀត JS អូខេអញ្ចឹងនៅក្នុង CSS នេះយើងបង្កើត file ថាឧទាហរណ៍ថា star.css អូខេហើយនៅក្នុង JS នេះយើងបង្កើត file script.js អូខេអញ្ចឹងនៅក្នុង project របស់យើងមានការប្រែប្រួលពីរ file គឺ style sheet មួយហើយនិង javascript មួយដូច្នេះយើងឃើញកន្លែង commit នេះវានឹង load ចេញ2ដែរបាទដើម្បីឲ្យយើងធ្វើការ commit អូខេអញ្ចឹងយើងអាចនឹងធ្វើការសាកល្បង commit បន្ថែមទៀតបាទយើងចុច commit មកអញ្ចឹងជារៀងរាល់ commit គឺគេឲ្យយើងវាយនៅ comment មួយចំនួននៅក្នុងនោះអញ្ចឹងយើងធ្វើដូចមុនអញ្ចឹងយើង update ទៅឧទាហរណ៍ថាឥឡូវយើង update ថ្ងៃទី28យកឧទាហរណ៍ថាមួយថ្ងៃក្រោយមកណាបាទឬក៏ថ្ងៃដដែលក៏បានដែរប៉ុន្តែយើងដូរម៉ោងទៅបាទអូខេអញ្ចឹងក្នុងនេះយើងដាក់ថា28ចាស់ដើម្បីឲ្យវាឃើញភាពខុសប្លែកគ្នាអូខេហើយឧទាហរណ៍ថាយើងនៅម៉ោង8ចាស់ AM ឧទាហរណ៍អញ្ចឹងហើយដោយ developer របស់យើងគឺអូខេ Dara អូខេយើង accept ទៅ save អញ្ចឹងនេះវានឹងធ្វើការtrack នៅបន្តមកបាទថ្ងៃទី28អញ្ចឹងបើសិនជាយើងមើលភាពខុសគ្នារវាងថ្ងៃទី27និងថ្ងៃទី28យើងអាចចុចមើលបានអញ្ចឹងយើងចុចថ្ងៃទី27យើងឃើញថាខាងនេះ old ខាងនេះ new បាទដល់ពេលយើងចុចថ្ងៃទី28អ្វីដែលយើងមានការ update បន្ថែមនោះគឺនៅលើ2 file ប៉ុន្តែក្នុង2 file នេះយើងអត់មានការសរសេរអីទេអត់មានកូដដែលទៅសរសេរនៅក្នុងនោះទេអញ្ចឹងវាអត់ចេញបើសិនតែយើងមានគឺវានឹងបង្ហាញយើងទៀតបាទអូខេយើងអាចធ្វើការ track មួយអញ្ចឹងឥឡូវកិច្ចការងារជាបន្តមកទៀតគឺយើងនឹងធ្វើការ publish នៅកូដរបស់យើងនេះឡើងទៅលើ GitHub បាទប៉ុន្តែដើម្បីយើងអាចភ្ជាប់ទៅក្នុង GitHub បានគឺយើងត្រូវបង្កើត account បាទទៅ register account មួយនៅលើ GitHub សិនបាទអញ្ចឹងឥឡូវនេះយើងទៅចូលទៅក្នុង
យើងនឹងចូលទៅក្នុង website GitHub បាទយើងវាយមក github.com បាទអញ្ចឹងបើសិនជាយើងអត់ទាន់មាននៅ account GitHub ទេយើងចុចកន្លែង sign up នេះមកបាទហើយយើងធ្វើការបំពេញព័ត៌មានទៅយើងចុច continue ទៅបាទប៉ុន្តែនៅក្នុងវីដេអូនេះគឺយើងមាន account ហើយយើងបានបង្កើតហើយដូច្នេះយើងចូល sign in តែម្ដងអូខេអញ្ចឹងយើងយក account របស់យើងនេះប្រើ email បាទដូច្នេះ password របស់យើងមានអូខេហើយយើង sign in អូខេអញ្ចឹងនៅក្នុង GitHub របស់យើងនេះយើងបានធ្លាប់បង្កើតនៅ repository មួយចំនួននៅក្នុងហ្នឹងអញ្ចឹងយើងអាចធ្វើការលុប repository នឹងចោលក៏បានឬមួយក៏យើងធ្វើការបង្កើតថ្មីតែម្ដងបាទក៏បានអូខេអញ្ចឹងចាត់ទុកថា GitHub របស់យើងគឺថ្មីអត់ទាន់មាន repository ទេអញ្ចឹងយើង log in បានហើយគឺយើងទុកប៉ុណ្្នឹងសិនយើងចូលទៅក្នុងVS Code របស់យើងម្ដងបាទអញ្ចឹងកន្លែង VS Code របស់យើងនេះគឺយើងដើម្បីភ្ជាប់ទៅកាន់ GitHub របស់យើងចុចនៅកន្លែងនេះ control source control ហ្នឹងមកហើយយើងចុចនៅក្នុង public brand បាទចុច public brand អញ្ចឹងវានឹងប្រាប់យើងថាយើងត្រូវការ sign in ជាមួយនឹង GitHub របស់យើងណាអញ្ចឹងយើងចុច allow ទៅបាទយើងចុច allow ទៅដោយសារតែ GitHub របស់យើងបានធ្វើការ sign in ហើយដូច្នេះវាគ្រាន់តែឲ្យយើង continue ដើម្បី verify បាទយើងចុច continue ទៅអូខេអញ្ចឹងយើង always allow ទៅយើងចុច open Visual Code របស់យើងអូខេអញ្ចឹងវានឹងឃើញនេះមាន repository មួយចំនួនដែលយើងបានបង្កើតពីមុនមកបាទអញ្ចឹងកន្លែងនេះយើងបង្កើតថ្មីគឺយើងវាយឈ្មោះថ្មីតែម្ដងអញ្ចឹងឧទាហរណ៍ថា my new project យើងវាយថែមណាយើង my new project ដោយសារនៅក្នុង GitHub របស់យើងនេះមិញគឺយើងមានmy project ហើយយើងអាចធ្វើការ sync ជាមួយនឹង my project ហ្នឹងដែលយើងមានស្រាប់ហ្នឹងក៏បានដែរបាទព្រោះយើងមានស្រាប់ហើយយើងអាចកន្លែងមិញហ្នឹងយើងវាយ my project ចឹងទៅប៉ុន្តែឥឡូវនេះយើងចង់បង្កើតថ្មីអាចាស់នេះយើងអត់ប៉ះពាល់វាទេយើងចាំបង្កើតថ្មីយើងវាយឈ្មោះថ្មីមកណាដាក់ថា my new projects ឬក៏មិនបាច់មាន my ដាក់ new project ទេក៏មកច្រឡំគ្នាបាទនៅក្នុងនេះវាអត់ទាន់មានទេណាអូខេអត់ទាន់មានទេអញ្ចឹងយើងដាក់ new projects បាទអញ្ចឹងកន្លែងហ្នឹងហើយយើងចុចនៅលើកន្លែងនេះមកអូខេអញ្ចឹងនេះវានឹងចាប់ដើមធ្វើការ upload ហើយនឹង sync ជាមួយនឹង GitHub របស់យើងបាទអញ្ចឹង successful public ហើយឥឡូវយើងទៅមើលនៅក្នុង GitHub របស់យើងបាទយើង refresh មួយមកអញ្ចឹងយើងនឹងឃើញមាន repository ថ្មីគឺនេះ new project ដែលយើងបង្កើតមិញហ្នឹងអញ្ចឹងយើងចុចនៅលើ new project ហ្នឹងមកនេះយើងនឹងឃើញកូដរបស់យើងដែលយើងមាននៅលើ VS Code មិញនេះបាទគឺវាធ្វើការ commit ឡើងទៅក្នុង GitHub របស់យើងបាទអូខេនេះអូខេអញ្ចឹងបើសិនជាយើងធ្វើការ update បន្ថែមទៀតនៅក្នុងproject របស់យើងនេះនៅក្នុង VS Code ណាឥឡូវយើងឧទាហរណ៍ថាយើងបង្កើត file ថ្មីមួយទៀតតាក់ទងទៅនឹងឧទាហរណ៍ថា internal.html តើបាទយើងបង្កើតថែមមួយទៀតហើយ style sheet ដូចគ្នាដែរយើងឧទាហរណ៍ថាយើងបង្កើតមួយ file ទៀតដាក់ថាhome style ឧទាហរណ៍ .css ថែម file ទៀតបាទអញ្ចឹងយើងមានពីរ file ដែលយើងធ្វើការ update ដូច្នេះកន្លែង source control នេះវាលុបចេញលេខ2ដែរអញ្ចឹងឥឡូវយើងធ្វើការ commit ជាមុនបាទយើងធ្វើការ commit ហើយបានយើងអាចធ្វើការ sync data របស់យើងឡើងទៅក្នុងGitHub ឥឡូវនេះនៅក្នុង GitHub គឺវាអត់ទាន់មានការប្រែប្រួលទេយើងអាច refresh មើលបាទអត់ទាន់មានទេឃើញដដែលដោយសារយើងអត់ទាន់បាន sync អញ្ចឹងឥឡូវកន្លែងនេះយើងអាចធ្វើការ commit ជាមុនបាទយើង commit មកអញ្ចឹងយើងត្រូវការវាយ comment ដូចមុនអញ្ចឹងupdate ឧទាហរណ៍ថ្ងៃទី29ខែ4ឆ្នាំ2025នៅវេលាម៉ោង8:30
am បាទដោយ developer data trail ទាំងអស់ចឹងទៀតអញ្ចឹងយើងaccept ទៅហើយ save បាទនេះវា load មកអូខេអញ្ចឹងយើងពេលដែលយើង commit ហើយក៏អត់តាន់មានអ្វីប្រែប្រួលនៅលើ GitHub ចឹងដែរដូច្នេះតោះតែយើង sync មួយទៀតបាទ sync chain មួយទៀតបានវាធ្វើការ upload នៅ source code របស់យើងហ្នឹងនៅ code របស់យើងដែលយើងធ្វើការ update ហ្នឹងឡើងទៅក្នុង GitHub បាទអូខេឥឡូវយើងចុច sync data អូខេ success ណាវា load ទៅហើយអញ្ចឹងយើងអាចមកលើនេះយើងអាច refresh អូខេនេះយើង refresh ទៅយើងឃើញ internal.html របស់យើងហើយបើយើងចូលក្នុង style sheet គឺយើងឃើញមានពីរ file home style ហើយនិង style អូខេអញ្ចឹង project របស់យើងបាន host ឡើងមកលើ GitHub ហើយបាទអូខេចំណុចសំខាន់មួយទៀតគឺនៅពេលដែលយើងធ្វើការលុបនៅ repository នៅលើ GitHub របស់យើងបាទឧទាហរណ៍ថានៅក្នុងនេះយើងមានរហូតដល់ទៅ4 repository អំបញ្ញមិញគឺ VS Code របស់យើងបានភ្ជាប់ជាមួយនឹង new project បាទនៅ repository មួយឈ្មោះថា new project ឥឡូវឧទាហរណ៍ថាយើង repository នេះត្រូវបានលុបចេញពី GitHub តើយើងចូលមកក្នុង setting ដើម្បីលុប repository គឺអត់ពិបាកទេអ្នកនេះចូលទៅក្នុងឈ្មោះ repository របស់យើងឧទាហរណ៍ថាម្ដងទៀតយើងចូលមកក្នុងនេះមកហើយយើងជ្រើសរើសយក repository ណាមួយដែលយើងចង់លុបចុចលើវាមកហើយនៅនេះចូលមកក្នុង setting បាទហើយនៅនេះ scroll ទៅខាងក្រោមបំផុតបាទយើងធ្វើការចុចនៅកន្លែង delete this repository មកតើមកវាសួរយើងថាយើងចង់លុប repository នេះយើង click មកហើយកន្លែងនេះយើងអាចអាន message ឬក៏មិនអានក៏បានដែរយើងចុចកន្លែង have read and understand ទៅបាទចឹងបន្តមកវាឲ្យយើង copy ឈ្មោះ project យើងដើម្បីលុបព្រោះកន្លែងនេះវាដោយសារតែនៅក្នុង project របស់យើងនៅក្នុង repository របស់យើងមាន project ចឹងបើសិនជាយើងលុបនៅ repository ចឹង project របស់យើងត្រូវបាត់ដូច្នេះវាមានការប្រុងប្រយ័ត្នកន្លែងនេះអូខេអញ្ចឹងយើងចង់លុបឥឡូវយើង copy មកបាទយើង copy ឈ្មោះវាអស់មកណាហើយយើង paste ចូលមកកន្លែងនេះបាទអញ្ចឹងពេលដែលយើង paste ហើយបានវាចាប់ដើមឲ្យយើងចុចលុបបានណាអញ្ចឹងអូខេយើង make sure ហើយយើងចុច delete អូខេអញ្ចឹងបាត់ហើយ new project វិញហ្នឹងគឺនៅសល់តែ3ដូចមុនអញ្ចឹងបាទអញ្ចឹងករណីនេះគឺនៅក្នុង VM របស់យើង VS Code របស់យើងបាទនឹងមានការ error ដោយសារតែយើងបានភ្ជាប់ជាមួយនឹង repository new project បាទឥឡូវនេះយើងត្រូវបានលុបចេញពី GitHub ហើយអូខេឥឡូវយើងសាកល្បងក្នុងការadd យើង add file មួយទៀតឧទាហរណ៍ថាvisions.html គេអញ្ចឹងណាបាទអញ្ចឹងយើងបង្កើត file ថ្មីនេះវានឹងទាមទារឲ្យយើង commit បាទ commit ម្ដងទៀតអូខេយើងចុចកន្លែង source control ឡើងមកឥឡូវយើងធ្វើការ commit ឡើងបាទអញ្ចឹងពេលដែលយើងធ្វើការ commit អានេះយើងអាចយើងវាយ comment ដូចមុនអញ្ចឹងទៅមកថា IT 30 ខែ4ឆ្នាំ2025បាទ add ម៉ោង10ចឹងទៅថ am បាទ developer data ចឹងយើងចុច save អូខេឥឡូវយើង commit ហើយឥឡូវយើងធ្វើការ sync data យើងឡើងទៅក្នុង GitHub ពេលនោះយើងនឹងឃើញមាន message មួយ error កើតឡើងបាទដោយសារតែវារកអត់ឃើញនៅ repository របស់យើង
ព្រោះយើងបានលុបចេញពី GitHub ហើយបាទអញ្ចឹងនៅចំណុចត្រង់នេះគឺដើម្បីកុំឲ្យ VS Code របស់យើង error បាទនៅកន្លែងហ្នឹងគឺយើងអាចធ្វើការផ្ដាច់ឬក៏ remove នៅ repository របស់យើងចេញពី VS Code របស់យើងបាទ VS Code របស់យើងបានអញ្ចឹងកន្លែងនេះយើងឃើញថាយើងអាចធ្វើការចុចនៅលើ terminal បាទយើងបើក terminal មកបាទយើងបើក terminal របស់យើងអញ្ចឹងយើងវាយ comment មួយបាទដើម្បីផ្ដាច់នៅ repository របស់យើងដែលយើងបានលុបហើយនៅក្នុង GitHub អញ្ចឹង comment នោះគឺយើងវាយមក git បាទ remove origin ណាអញ្ចឹងយើងចាំមើលកន្លែងនេះនៅពេលដែលយើងធ្វើការ enter កន្លែងនេះវាបដូរពី sin chain ទៅជា public វិញបាទអញ្ចឹងយើង enter មកអូខេឃើញទេអញ្ចឹងវាបដូរទៅជា public brand វិញបាទ public brand វិញអញ្ចឹងបើសិនជាយើងចង់ឥឡូវយើងផ្ដាច់ហើយមានតែយើងផ្ដាច់ចេញបាត់ហើយអញ្ចឹងយើងអាចធ្វើការភ្ជាប់សារជាថ្មីឬក៏យើងអាចធ្វើការបង្កើតនៅ repository ថ្មីមួយទៀតតាមរយៈការចុចលើ public brand នេះដូចយើងធ្វើកន្លងមកអញ្ចឹងបាទ